Nơi ngày ní nên khi sôm thưa bà cho ban lập hiếp ông pi sự than cáនៃការឈ្លានពានរបស់យោធាថៃមកលើបូរណភាពទឹកដីរបស់កម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងទី5គិតមកដល់ថ្ងៃទី17ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី11ហើយដែលភាគីថៃនៅតែបន្តរំលោភបំពាននៅបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ចំពោះស្ថានភាពអំពីការគម្រាមកំហែងនិងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួននៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាទី1ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដែលភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី16ខែធ្នូឆ្នាំ2025និងរហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី17ខែធ្នូឆ្នាំ2025ស្ថានភាពនៅថ្ងៃទី16ខែធ្នូឆ្នាំ2025ដែលចាប់ពីវេលាម៉ោង 17:33 នាទីយោធាថៃបានធ្វើការវាយប្រហារសម្រុកខ្លាំងដោយប្រើប្រាស់កាំភ្លើងធំគ្រប់ប្រភេទនៅភូមិសាស្ត្រភ្នំ333និងប្រាសាទតាក្របីនៅវេលាម៉ោង 17:35 នាទីយោធាថៃបានបន្តបាញ់ប្រហារដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះរំលោភចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាក្នុងភូមិសាស្ត្រតាក្របីនៅវេលាម៉ោង 19:34 នាទីយោធាថៃបានធ្វើការវាយប្រហារនៅភូមិសាស្ត្រភ្នំ333និងប្រាសាទតាក្របីនៅវេលាម៉ោងនៅថ្ងៃចូលមកដល់ថ្ងៃទី17ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 4:45 នាទីយោធាថៃបានបាញ់ផ្លោងដោយប្រើប្រាស់កាំភ្លើងដេកានិងប្រភេទ100 មីលីម៉ែត្របំពាក់លើរថក្រោះបាញ់ចូលក្នុងភូមិសាស្ត្រតាថៅនិងបានបាញ់ផ្លោងកាំភ្លើងធំរួមទាំងដ្រូនទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របីប្រាសាទតាមាន់និងថ្មដូននៅវេលាម៉ោង 7:00 នាទីព្រឹកយោធាថៃបានបន្តបាញ់ផ្លោងនិងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របីនិងថ្មដូននិងប្រាសាទតាមាន់ធំបន្ថែមចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រផ្សេងទៀតមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងនៅបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចទី2ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី16ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី17ខែធ្នូឆ្នាំ2025នេះនៅថ្ងៃស្ថានភាពនៅថ្ងៃទី16ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 18:15 នាទីយោធាថៃបានបន្តប្រើប្រាស់ដ្រូនស៊ើបការហោះរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជាក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 18:23 នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 19:25 នាទីយោធាថៃបានបន្តប្រើប្រាស់ដ្រូនពំក្បាលគ្រាប់ទម្លាក់នៅក្នុងភូមិសាស្ត្រអូភ្លុកដំរីនៅវេលាម៉ោង 20:03 នាទីយោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចូលក្នុងភូមិសាស្ត្រច1ស្ថានភាពនៅថ្ងៃទី17ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 6:24 នាទីព្រឹកយោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូភ្លុកដំរីរហូតដល់វេលាម៉ោង 6:25 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 6:46 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកក្នុងភូមិសាស្ត្រខាងមុខភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 6:49 នាទី
កម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះព្យាយាមរុលចូលមកមុខភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 6:53 នាទីយោធាថៃបានប្រើប្រាស់ drone ស៊ើបការហោះរំលោភចូលក្នុងដែនអាកាសរបស់កម្ពុជាក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 6:56 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ផ្សែងពុលនៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 7:11 នាទីកម្លាំងយោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 7:21 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិចំការកឃុំស្វាយជែកស្រុកស្វាយជែកខេត្តបន្ទាយមានជ័យចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រផ្សេងទៀតនៅមានសភាពស្ងប់ស្ងាត់កងកម្លាំងរបស់យើងនៅបន្តតាមដានយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចសូមធ្វើការបញ្ជាក់ជូនសារជាថ្មីថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះមិនសំដៅលើគោលដៅស៊ីវិលឬទីកន្លែងស៊ីវិលណាមួយឡើយប៉ុន្តែមានតែខាងភាគីថៃទេដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជារស់នៅនិងធ្វើឲ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបានបាត់បង់ជីវិតចំនួន17នាក់ក្នុងនោះមានទារក1នាក់ផងដែរនិងរងរបួសចំនួន77នាក់នេះជាតួលេខគិតត្រឹមថ្ងៃទី16ខែធ្នូឆ្នាំ2025ត្រឹមវេលាម៉ោង6ល្ងាចការប្រើប្រាស់សភាវុធធនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F-16 រថយន្តបាញ់រ៉ុកែត DTI-2 drone ទម្លាក់គ្រាប់បែកចង្កោមបាញ់ផ្សែងពុលនិងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់ដើម្បីទន្ទ្រានយកទឹកដីកម្ពុជាគឺជាការរំលោភបំពានដ៏ច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងគោលការណ៍ជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិសកម្មភាពដែលគ្មានទំនួលខុសត្រូវនិងខុសច្បាប់បែបនេះបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់អន្តរជាតិផងដែរអ្នកនាំពាក្យក្រសួងការពារជាតិទាមទារឲ្យយោធាថៃបញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួនបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិតបញ្ឈប់ការវាយប្រហារដោយមិនរើសអើងនិងមិនរើសគោលដៅជាពិសេសទៅលើជនស៊ីវិលស្លូតត្រង់និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបញ្ឈប់ការវាយប្រហារបំភ្លេចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់មនុស្សជាតិទាំងមូលនិងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសរទៅជាខ្មៅជាបន្ទាន់ក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់សូមគូបញ្ជាក់ផងដែរថាគិតមកដល់ម៉ោងនេះវីរៈកងទ័ពនិងវីរៈនគរបាលកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មូមុតនឹងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែលអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនរួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរ
និងអធិបតេយ្យភាពរបស់យើងដោយអង្គអាចក្លាហានជាទីបំផុតទោះក្នុងកលៈទេសៈណាក៏ដោយសម្រាប់ព័ត៌មានបន្ថែមអំពីស្ថានភាពជួបមុខនឹងមានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល Australian Center for Education